สุดท้ายผมให้บางคนต่อគ្នានេះគឺជា process នៃការធ្វើកន្លះអារបស់យើងនេះគឺជាជំហានទី1តែប៉ុន្តែជំហានទី1យើងត្រូវព្រិនกระดาษហ្នឹងហើយយើងកាត់กระดาษទៅជារាងមូលដើម្បីដាក់ក្នុងពុម្ពយើងបាននេះខ្ញុំកាត់មកដល់កន្លែងកឹបមកយើងកឹបតាមពុម្ពដែលគេមានហ្នឹងមកតមកវាចេញជាកន្លះហើយដល់ជំហានទី2ចាំបន្តដល់ជំហានទី2ចាំឲ្យទាំងអស់គ្នាស្ដាប់សេលេង certify ចាំស្ដាប់បន្ទាប់មកយើងចូលដល់ជំហានទី3គឺយើងត្រូវដាក់កន្លះហ្នឹងចូលទៅក្នុង label ដែលយើងកាត់ហើយទាំងកន្លះដែលយើងបានកឹបជាមួយពុម្ពហើយនិង label ដែលយើងបានកាត់ហើយយើងដាក់ទៅចូលតាមប្រឡោះដែលយើងបានកាត់មួយហ្នឹងទៅដោយសារតែកន្លះដែលយើងលក់នេះមក label វាហ្នឹងយើងដាក់បាន5កន្លះទូចៗហើយកន្លះនេះវាទំហំ25មីលីម៉ែត្រវាទូចៗដែរអញ្ចឹងយើងដាក់បាន5គ្រាប់ហើយ5គ្រាប់ហ្នឹងសិតតែរូបផ្សេងគ្នាពេលយើងដាក់ចូលហើយយើងដាក់ចូលក្នុងថង់មកហើយខាងក្រោយហ្នឹងយើងមាន storytelling ពីរូបកន្លះហ្នឹងទៅហើយរួចរាល់ប៉ុណ្នេះស្អាតទេកប់សេរីហើយនេះគឺជាកន្លះមួយទៀតគឺជាកន្លះទង់ជាតិកន្លះទង់ជាតិកម្ពុជាហើយ label រៀងខុសគ្នាដោយសារមិញ label ពណ៌ខៀវអានេះ label បបជុំឲ្យវា pink ខ្ជូតអានេះយើងដាក់បានតែ4គ្រាប់ទេដោយសារតែវាដាក់តែ4គ្រាប់ទៅឃើញស្អាតឃើញអត់ទាំងអស់គ្នាតមកពេលយើងដាក់ចូលអស់ហើយយើងដាក់ក្នុងថង់ទេមកហើយហ្នឹងហើយទាំងអស់ហ្នឹងគឺជា process នៃការដែលយើងធ្វើកន្លះតម្រាំតែចេញបានមក product មក product យើង process ពី3តង់ដែរអញ្ចឹងសង្ឃឹមពុកម៉ែបងប្អូនជួយគ្រប់គ្រងផលិតផលខ្មែរធ្វើដោយកូនខ្មែរអ្នកនិយាយនេះគឺជាអ្នកធ្វើហ្នឹងហើយអរគុណសម្រាប់ការទស្សនាហើយពួកយើងនឹងចេញវីដេអូសម្រាប់ process ការងារផ្សេងៗជាច្រើនទៀតបាយបាយ